សូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Today ខឹងបញ្ហាបំពុលទឹកសកម្មជនថៃដាក់ញត្តិតវ៉ាទៅប្រធានាធិបតីចិនជំវិញការជីករ៉ែនៅមីយ៉ាន់ម៉ាក្រុមសកម្មជនបរិស្ថាននិងសង្គមស៊ីវិលថៃបានដាក់ញត្តិតវ៉ាទៅកាន់ប្រធានាធិបតីចិនដើម្បីស្នើឲ្យចាត់វិធានការលើបញ្ហាបំពុលទឹកដែលពួកគេបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពអណ្ដូងរ៉ែនៅរដ្ឋសានប្រទេសមីយ៉ាន់ម៉ានិងកំពុងប៉ះពាល់ដល់ទន្លេឆ្លងដែននៅភាគខាងជើងប្រទេសថៃការដាក់ញត្តិនេះធ្វើឡើងបន្ទាប់ពីក្រុមបណ្ដាញប្រជាពលរដ្ឋដើម្បីការពារទន្លេកុកទន្លេសាយនិងទន្លេរាក់មេគង្គបានដង្ហែក្បួនទៅកាន់ស្ថានកុងស៊ុលចិនប្រចាំទីក្រុងឈៀងរ៉ៃកាលពីថ្ងៃទី6ខែកក្កដាឆ្នាំ2026ដោយទាមទារឲ្យរដ្ឋាភិបាលចិនពិនិត្យនិងគ្រប់គ្រងគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិននៅក្រៅប្រទេសដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថានក្រុមសកម្មជនបានលើកឡើងថាសកម្មភាពជីករ៉ែនៅរដ្ឋសានដែលពាក់ព័ន្ធនឹងការវិនិយោគពីក្រុមហ៊ុនចិនត្រូវបានចោទប្រកាន់ថាបានបញ្ចេញសំណល់និងសារធាតុពុលចូលទៅក្នុងប្រព័ន្ធទឹកធ្វើឲ្យប៉ះពាល់ដល់ទន្លេដែលហូរឆ្លងចូលប្រទេសថៃពួកគេបានអំពាវនាវឲ្យមានការស៊ើបអង្កេតនិងចាត់វិធានការបន្ទាន់ដើម្បីការពារធនធានទឹកនិងជីវភាពរបស់ប្រជាពលរដ្ឋតាមដងទន្លេបញ្ហានេះកាន់តែមានការចាប់អារម្មណ៍បន្ទាប់ពីការត្រួតពិនិត្យគុណភាពទឹកនៅភាគខាងជើងប្រទេសថៃត្រូវបានរាយការណ៍ថាបានរកឃើញកម្រិតសារធាតុអាសេនិកនិងលោហៈធ្ងន់ដូចជាសំណក្នុងកម្រិតខ្ពស់ដែលបង្កការព្រួយបារម្ភចំពោះសុខភាពប្រជាពលរដ្ឋការនេសាទកសិកម្មនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ក្នុងអំឡុងការតវ៉ានៅមុខស្ថានកុងស៊ុលចិនក្រុមសកម្មជនបានប្រគល់ឯកសាររៀបរាប់ពីស្ថានភាពទឹកនិងផលប៉ះពាល់ដែលពួកគេបានលើកឡើងដើម្បីស្នើឲ្យទីក្រុងប៉េកាំងចូលរួមដោះស្រាយបញ្ហានេះតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃក៏មានការប៉ះទង្គិចគ្នារវាងបាតកោនិងសមត្ថកិច្ចបណ្ដាលឲ្យមនុស្ស2នាក់រងរបួសផងដែរយ៉ាងណាក្តីការចោទប្រកាន់ថាអណ្ដូងរ៉ែដែលពាក់ព័ន្ធនឹងចិនជាមូលហេតុផ្ទាល់នៃការបំពុលទន្លេនេះនៅតែត្រូវការស៊ើបអង្កេតនិងការផ្ទៀងផ្ទាត់តាមបច្ចេកទេសបន្ថែមគណៈភាគីពាក់ព័ន្ធបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការឆ្លងដែនដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលកំពុងបង្កការព្រួយបារម្ភនៅតំបន់ទន្លេរួមសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Todayផ្លូវជាតិលេខ7កាន់តែងាយស្រួលពីស្គុនដល់កំពង់ចាមសម្ពោធឲ្យប្រើប្រាស់ក្រោយវិនិយោគជាង$117 លានផ្លូវជាតិលេខ7កំណាត់ពីរង្វង់មូលស្គុនស្រុកជើងព្រៃដល់រង្វង់មូលគល់ស្ពានគិសូណាក្រុងកំពង់ចាមមានប្រវែង454089 គីឡូម៉ែត្រត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី7ខែកក្កដាឆ្នាំ2026ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបន្ទាប់ពីបញ្ចប់ការសាងសង់ដោយចំណាយថវិកាសរុបជាង$117 លានសហរដ្ឋអាមេរិកគម្រោងនេះត្រូវបានអនុវត្តក្នុងគោលបំណងឆ្លើយតបនឹងកំណើននៃលំហូរទេសចរនិងការដឹកជញ្ជូនព្រមទាំងកំណើនសេដ្ឋកិច្ចនិងការតភ្ជាប់រវាងរាជធានីភ្នំពេញខេត្តកំពង់ចាមនិងបណ្ដាខេត្តភាគឦសានបើតាមក្រសួងសាធារណការនិងដឹកជញ្ជូនផ្លូវដែលបានធ្វើទំនើបកម្មនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរបង្កើនសុវត្ថិភាពនិងលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូនទំនិញកំណាត់ផ្លូវនេះត្រូវបានពង្រីកពី2គន្លងទៅជា4គន្លងដោយក្រាបបេតុងកៅស៊ូ AC កម្រាស់9សង់ទីម៉ែត្រនិងបំពាក់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានស្ពានថ្មីចំនួន7កន្លែងការពង្រីកស្ពានចាស់1កន្លែងលូគ្រប់ប្រភេទចំនួន330កន្លែងកាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្តស្ថានីយ៍ថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់ប្រព័ន្ធឆ្លាតវៃព្រមទាំងស្លាកសញ្ញាចរាចរណ៍និងគំនូសចរាចរណ៍ស្របតាមស្តង់ដារបច្ចេកទេសគម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាខ្វាងជូវវ៉ានអានដោយប្រើរយៈពេលសាងសង់40ខែថវិកាជាង$117 លានសហរដ្ឋអាមេរិកសម្រាប់គម្រោងនេះគឺជាអនុទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាការដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ7ដែលបានធ្វើទំនើបកម្មថ្មីនេះត្រូវបានរំពឹងថានឹងជួយជំរុញពាណិជ្ជកម្មការវិនិយោគទេសចរនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមបណ្ដោយផ្លូវនិងតំបន់ភាគឦសានរបស់កម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Today
កម្ពុជាដាក់ចេញយុទ្ធសាស្ត្រការទូតបរិស្ថានថ្មីពង្រឹងតួនាទីជាប្រទេសចូលរួមដោះស្រាយបញ្ហាបរិស្ថានអន្តរជាតិកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនៅយុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា CEDS ឆ្នាំ2026ដល់2030ដែលជាក្របខ័ណ្ឌគោលនយោបាយថ្មីសម្ដៅពង្រឹងតួនាទីរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពពិធីប្រកាសដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រនេះបានធ្វើឡើងកាលពីថ្ងៃទី6ខែកក្កដាឆ្នាំ2026ក្រោមអធិបតីភាពរបស់ឯកឧត្តមអៀង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ជាច្រើនឯកឧត្តមអៀង សុផល្លែតបានថ្លែងថាការដាក់ចេញយុទ្ធសាស្ត្រនេះធ្វើឡើងនៅពេលពិភពលោកកំពុងជួបប្រទះនឹងបញ្ហាបរិស្ថានរួមមានការប្រែប្រួលអាកាសធាតុការបាត់បង់ជីវៈចម្រុះនិងការបំពុលបរិស្ថានដែលទាមទារឲ្យមានការសហការរួមគ្នារវាងប្រទេសនានាឯកឧត្តមបានបញ្ជាក់ថាការទូតបរិស្ថាននឹងក្លាយជាយន្តការសំខាន់សម្រាប់កម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិចែករំលែកបទពិសោធន៍ទាក់ទាញធនធាននិងហិរញ្ញប្បទានបៃតងព្រមទាំងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារបរិស្ថាននិងធានាការអភិវឌ្ឍប្រកបដោយចីរភាពយុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជាឆ្នាំ2026ដល់2030ផ្ដោតលើសសរស្តម្ភសំខាន់ចំនួន3រួមមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ការលើកកម្ពស់ថាមពលស្អាតនិងការទាក់ទាញការវិនិយោគបៃតងការអភិរក្សអេកូឡូស៊ីតាមរយៈការការពារជីវៈចម្រុះការស្ដារព្រៃឈើនិងការគាំទ្រជីវភាពសហគមន៍និងការការពារបរិស្ថានតាមរយៈការគ្រប់គ្រងការបំពុលខ្យល់ដីទឹកនិងការកែលម្អប្រព័ន្ធគ្រប់គ្រងសំណល់តាមក្រសួងបរិស្ថានយុទ្ធសាស្ត្រថ្មីនេះនឹងជួយពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសដទៃនិងអង្គការអន្តរជាតិដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលជាបញ្ហារួមរបស់ពិភពលោកខណៈជំរុញឲ្យកម្ពុជាក្លាយជាដៃគូសកម្មក្នុងការកសាងអនាគតបៃតងនិងចីរភាពរាយការណ៍ដោយ The Khmer Today